Hello សួស្តីអ្នកនរគ្នាខ្ញុំខានធ្វើវីដេអូតាក់ទងជាមួយនឹងការ sharing នឹងយូរមែនតើហើយខ្ញុំពិតជានឹកអ្នកនរគ្នាខ្លាំងមែនតើជួយអ្នកនរគ្នាវិញនឹកខ្ញុំខ្លះអត់ហើយខ្ញុំមកថ្ងៃនេះដែរគឺខ្ញុំចង់ធ្វើវីដេអូតាក់ទងជាមួយនឹងការរៀនត្រៀមមុនប្រឡងពេទ្យប៉ុន្តែមុននឹងចូលដល់ក្នុង topic ខ្ញុំក៏សូមទោសក៏ដូចជាសូមអធិស្ឋានអ្នកនរគ្នាទុកជាមុនបើសិនជាមានពាក្យពេចន៍ក៏ដូចជាពាក្យសម្ដីត្រង់ណាមួយមិនសមរម្យអញ្ចឹង topic យើងថ្ងៃនេះគឺហេតុអ្វីគួរគប្បីរៀនត្រៀមមុនប្រឡងពេទ្យនិយាយមកដល់កន្លែងហ្នឹងគឺខ្ញុំទទួលបានសំណួរច្រើនមែនតើដែលគាត់បានសួរខ្ញុំថាបងចុះបើសិនជាខ្ញុំមានសិស្សច្បងមានបងមានមិត្តភ័ក្តិមានសាច់ញាតិដែលគាត់ធ្លាប់រៀនពេទ្យពីមុនហើយគាត់បានឲ្យវិញ្ញាសាទាំងអស់ហ្នឹងមកខ្ញុំហើយគាត់ប្រាប់ថាវិញ្ញាសាពេទ្យអត់មានអីលើសហ្នឹងទេគឺគេរៀនតែប៉ុណ្្នឹងឯងហើយគាត់សួរខ្ញុំថាចុះបើខ្ញុំមានប៉ុណ្្នឹងហើយខ្ញុំអាចទៅរៀនបានអត់ចម្លើយខ្ញុំឆ្លើយទៅវិញគឺបានមិនបាច់ទៅរៀនក៏បានដែរប៉ុន្តែខ្ញុំចង់សួរគាត់វិញថាចុះយើងដឹងពីរបៀបនៅក្នុងការដោះស្រាយលំហាត់ទាំងអស់ហ្នឹងអត់ប្រកបណាស់អ្នកនរគ្នាប្រកបជាយកពេលហ្នឹងយកទៅមើលលំហាត់មួយថាអូខេតាម step មួយហ្នឹងគេដោះស្រាយបែបណាអញ្ចឹងអ្នកនរគ្នានឹងយកពេលជាច្រើនយកទៅអង្គុយគិតរឿងទាំងអស់ហ្នឹងចុះបើសិនជាអ្នកនរគ្នាទៅរៀនវិញលោកគ្រូអ្នកគ្រូនឹងពន្យល់កលឹះមួយឲ្យបានច្បាស់អ្នកនរគ្នាយល់យ៉ាងងាយស្រួលហើយអ្នកនរគ្នាចំណាយពេលតិចតើអ្នកនរគ្នានឹងជ្រើសរើសយកមួយណាដែរមួយទៀតបើសិនជាអ្នកនរគ្នាទៅរៀនអ្នកនរគ្នាទទួលបានល្បិចផ្សេងក៏ដូចជាល្បិចសំខាន់ដែលលោកគ្រូអ្នកគ្រូគាត់ប្រាប់ហើយចូលអ្នកនរគ្នាដឹងអត់ថានៅពេលដែលប្រឡងមុខវិជ្ជាមួយហ្នឹងគេមានប្រមាណរមាំងហើយគេត្រូវប្រឡងបែបមិនខ្លះមានអីខ្លះប្រឡងរយៈពេលប្រមាណអ្នកនរគ្នាអាចដឹងវាអត់អូខេបើសិនជាអ្នកដែលឲ្យវិញ្ញាសាអ្នកនរគ្នាហ្នឹងគាត់មានពេលគ្រប់គ្រាន់មកបញ្យល់អ្នកនរគ្នាតាក់ទងជាមួយនឹងរឿងទាំងអស់ហ្នឹងចុះបើសិនជាគាត់អត់មានពេលអ្នកគ្នាអាចដឹងរឿងទាំងអស់ហ្នឹងបានតាមរយៈអីដែរតែបើសិនជាអ្នកគ្នាទៅរៀនវិញអ្នកគ្នានឹងទទួលបានចំណុចទាំងអស់ហ្នឹងដោយអូតូម៉ាទិកអ្នកគ្នាប្រកាសសួរខ្ញុំទៀតថាចុះបើខ្ញុំសួរគាត់ទៅបើគាត់ប្រាប់ខ្ញុំសួរគាត់ទៅជាធម្មតាអញ្ចឹងបើសិនជាគេអត់ប្រាប់យើងផងយើងមានសំណួរណាសួរគេត្រូវអត់ដូចជាអ្នកគ្នាតែតែនិយាយពាក្យមួយនៅពេលរៀនអញ្ចឹងថាចេះមិនដល់ឆ្ងល់មិនកើតអញ្ចឹងបើសិនយើងអត់ដឹងរឿងហ្នឹងផងយើងទៅសួរមិនតើមានអីឲ្យយើងដឹងខ្លះទៅបានយើងទៅសួរកើតអញ្ចឹងហើយតើតាគេប្រាប់អញ្ចឹងទៅពេលអ្នកគ្នាទៅរៀនហ្នឹងគ្រូប្រាប់គ្រូអីអញ្ចឹងទៅអ្នកគ្នាចាប់ដើមឆ្ងល់ចុះបានចេះអ្នកគ្នាចាប់ដើមគេហៅថាឆ្ងល់ច្រើនទៅចេះច្រើនបែកហើយចេះតែបែកគំនិតហ្នឹងហើយកន្លែងហ្នឹងឯងដែលខ្ញុំលើកទឹកចិត្តឲ្យអ្នកគ្នាទៅរៀនមួយទៀតដែរអ្នកគ្នាសួរថាចេះចុះបើសិនជាខ្ញុំទៅបណ្ណាគារទិញសភៅដែលរៀបរៀងឲ្យលោកគ្រូល្បីយកមករៀនហើយក្នុងហ្នឹងគាត់សរសេរតាក់ទងជាមួយនឹងលំហាត់មួយគាត់រៀបចំឡើងស្រួលយល់ខ្ញុំគ្រាន់តែមើលទៅខ្ញុំយល់ថាដឹងថាគេដោះស្រាយបែបម៉េចមកចុះខ្ញុំរៀនអញ្ចឹងហើយខ្ញុំអាចទៅរៀនបន្ថែមបានអត់ចម្លើយខ្ញុំនៅតែឆ្លើយបានអញ្ចឹងចំពោះលោកគ្រូអ្នកគ្រូដែលគាត់រៀបរៀងសភៅគាត់ក៏មិនអាចទៅសរសេរកលឹះទាំងអស់តាក់ទងជាមួយនឹងការបញ្យល់ដូចនៅថ្នាក់ទាំងអស់នៅក្នុងសភៅកើតអស់ដែរអញ្ចឹងហើយក៏ទាមទារឲ្យយើងទៅរៀនវាប្រសើរជាងយើងអង្គុយមើលតែអញ្ចឹងហ្នឹងឯងហើយមួយទៀតខ្ញុំធ្លាប់អានសភៅប៉ះគេថារៀនដើម្បីឲ្យមានប្រសិទ្ធភាពគឺត្រូវមានការមើលការស្ដាប់និងការកត់អញ្ចឹងបើសិនជាយើងរៀនតាមសាស្ត្រសភៅយើងបានតែមើលហើយកត់ទេយើងខ្វះវិញ្ញាណស្ដាប់អីត្រូវអត់នឹងឯងបើសិនជាយើងប្រៀបធៀបជាមួយនឹងអ្នកដែលគេបានរៀនបន្ថែមគេបានទាំងមើលបានទាំងស្ដាប់បានទាំងកត់អញ្ចឹងគឺគេចាំជាងយើងគេ reflect ជាងយើងខ្ញុំមិននិយាយថាស្វ័យសិក្សាមិនល្អអីទេខ្ញុំគ្រប់គ្រងមានស្វ័យសិក្សាអញ្ចឹងបន្ថែមហើយទៅរៀនបន្ថែមទៀតវាកាន់តែល្អកាន់តែចាំកាន់តែច្បាស់តែម្ដងពេលដែលអ្នកនរគ្នាមើលតាមសភៅមើលតាមអីអញ្ចឹងណាអ្នកនរគ្នាឃើញកន្លែងខ្លះកាត់កន្លែងខ្លះសម្រាយចុះអ្នកនរគ្នាដឹងអត់ថាពេលណាអ្នកនរគ្នាត្រូវសេសម្រាយពេលណាអ្នកនរគ្នាត្រូវសេកាត់អ្នកនរគ្នាក៏អាចដឹងវាច្បាស់ទាំងអស់ដែរត្រូវអត់តែបើសិនជាអ្នកនរគ្នាទៅរៀនខ្ញុំជឿថាលោកគ្រូអ្នកគ្រូគាត់នឹងប្រាប់ហើយថាត្រូវទៅសេបែបណាទម្រង់នៃការទៅសេហ្នឹងមួយវិញទៀតអ្នកគ្នាត្រូវដឹងដែរថាការប្រឡងពេទ្យវាគឺជាការប្រឡងប្រជែងវាមិនមែនជាការប្រឡងឲ្យជាប់តាមនិយាយដូចបាក់ឌុបទេបាក់ឌុបឧទាហរណ៍ថាគេកំណត់237បន្ទុកជាប់អ្នកគ្នាប្រឡងធ្វើមិនក៏ដោយគ្រប់មុខវិជ្ជាហ្នឹងឲ្យបាន237បន្ទុកហ្នឹងទៅគឺអ្នកគ្នាជាប់ហើយប៉ុន្តែពេទ្យអត់ទេការប្រឡងប្រជែងអ្នកណាបានបន្ទុកខ្ពស់ជាងគេគឺអ្នកនឹងអ្នកជាប់ឧទាហរណ៍ថាសាលារើស300នាក់បើសិនជាអ្នកគ្នាប្រឡងបានបន្ទុកខ្ពស់ជាងគេ300នាក់គឺអ្នកគ្នាជាប់ប៉ុន្តែបើសិនជាអ្នកគ្នាប្រឡងនឹងក្រោមគេតែ0.1បន្ទុកអីក៏អ្នកគ្នាធ្លាក់ដែរអញ្ចឹងហើយជាហេតុដែលអ្នកគ្នាប្រកួតប្រជែងខ្លាំងមែនតើអញ្ចឹងបើសិនជាអ្នកគ្នាបានរៀនបានយល់ដឹងពីចំណុចទាំងអស់ហ្នឹង
អ្នកគ្នានឹងបានត្រៀមខ្លួនបានកាន់តែប្រសើរមួយវិញទៀតបើសិនជាអ្នកគ្នាអត់បានទៅរៀនត្រៀមទេអ្នកគ្នាអង្គុយស្វ័យសិក្សាតែខ្លួនឯងតាមមួយមុខគត់ណាអ្នកគ្នាទុកចិត្តអារម្មណ៍ខ្លួនឯងថាអ្នកគ្នានឹងអង្គុយរៀនអញ្ចឹងរហូតអត់ខ្ជិលតែស្អីអ្នកគ្នាអត់មានគ្រូដឹកមុខដូចអ្នកដែលគេបានរៀនត្រៀមទេអញ្ចឹងអ្នកគ្នាទុកចិត្តអត់ថាពេលដែលយើងមើលលំហាត់នឹងអត់យល់អត់ដឹងកលឹះវាមិនអ្នកគ្នា stress មួយអាកន្លែងចំណុចមួយហ្នឹងហើយអ្នកគ្នាអត់ខ្ជិលអត់ទៅលេងទូរស័ព្ទមួយក៏អត់ទៅដេកអ្នកគ្នាទុកចិត្តខ្លួនឯងអញ្ចឹងអត់ចំណុចពិសេសដែលអ្នកគ្នាទទួលបានមកវិញពីការរៀនត្រៀមគឺការអាប់ដេតផ្សេងទទួលស្គាល់ថាពេលខ្លះវិញ្ញាសាមួយហ្នឹងលំហាត់មួយហ្នឹងចម្លើយគឺពីមុនគេឆ្លើយបែបចេះអីចេះតម្រងចេះតែវាមានការអាប់ដេតថ្មីចុះបើសិនជាអ្នកគ្នារៀនតាមសភៅតាមតែវិញ្ញាសាចាស់ដែលសិស្សច្បងឲ្យចុះដល់ពេលគេអាប់ដេតថ្មីអ្នកគ្នាដឹងអត់ដឹងចុះពេលទៅប្រឡងដូចខ្ញុំនិយាយចឹងវាជាការប្រកួតប្រជែងខ្លាំងមែនទែនចុះបើអ្នកគ្នាដឹងអ្នកគ្នាមិនចាញ់គេកន្លែងហ្នឹងណាហើយរឿងមួយទៀតពេលដែលអ្នកគ្នាបានទៅរៀនត្រៀមពាក្យចាស់អារ៉ាមដែលអ្នកគ្នាតែងទៅលើគឺថាចង់ប្រឡងពេទ្យឲ្យជាប់ឲ្យមានប្រសិទ្ធភាពហ្មងតើយកទៅទិញចម្លើយនឹងឲ្យចាំឲ្យចេះឲ្យស្ទាត់អីចឹងណាបានយើងប្រឡងនឹងមានប្រសិទ្ធភាពមានសង្ឃឹមច្រើនប៉ុន្តែពេលដែលអ្នកគ្នាធ្វើអញ្ចឹងទៅគឺអ្នកគ្នាដាក់សម្ពាធលើខ្លួនឯងមែនតើថាអញត្រូវតែចាំចម្លើយនឹងអស់អីចឹងពេលអញ្ចឹងគឺមានសម្ពាធខ្លាំងហើយអ្នកគ្នាអាចនឹងគេហៅថា stress ខ្លាំងហើយយើងនឹងភ្លេចទាំងអស់ហ្មងទៅញ៉ាត់ចាំប៉ុន្តែពេលអ្នកគ្នាទៅរៀនផ្ទាល់អ្នកគ្នានឹងដឹងថាចម្លើយបែបណាអ្នកគ្នាត្រូវតែចាំចម្លើយបែបណាអ្នកទាំងគ្នាមិនបាច់ចាំទេហើយយើងត្រូវគណនាបែបណាដើម្បីឲ្យវាចេញជាចម្លើយបែបអញ្ចឹងយើងមិនបាច់ទន្ទិញតែចម្លើយខ្លះទទួលស្គាល់ថាត្រូវតាមទិញហ្មងវាអញ្ចឹងវាមានរឿងច្រើនដែលយើងគេហៅថាបើសិនយើងបានទៅរៀនត្រៀមយើងក៏អត់ដឹងដែរហើយបើឲ្យខ្ញុំមកអង្គុយនិយាយប្រាប់អ្នកនរគ្នាក៏ខ្ញុំនិយាយមិនអស់ដូចគ្នាតែបើលោកគ្រូអ្នកគ្រូគាត់បរៀនហ្មងគាត់ដឹងហ្មងថាត្រូវនិយាយបែបណាបរៀនបែបណាប្រាប់បែបណាអាប់ដេតកូនសិស្សបែបណាគឺគាត់ដឹងអញ្ចឹងហើយបាទខ្ញុំណែនាំគួរតែគប្បីរៀនត្រៀមមុនប្រឡងពេទ្យហ្នឹងហើយខ្ញុំក៏សូមទោសអ្នកនរគ្នាសាជាថ្មីបើសិនជាពាក្យពេចន៍កន្លែងណាមួយនិយាយទៅគឺមានភាពប៉ះពាល់ឬមួយក៏មិនសមរម្យខ្ញុំក៏សូមទោសដែរតែវីដេអូនេះខ្ញុំគ្រាន់តែធ្វើជាវីដេអូដើម្បីចែករំលែកដល់អ្នកនរគ្នាបានដឹងត្រួសពីការរៀនត្រៀមក៏ដូចជា process អីផ្សេងហើយបើសិនជាអ្នកនរគ្នាមានសំណួរឆ្ងល់ត្រង់ណាអីអាចឆាតចូល page ខ្ញុំឬមួយក៏ Telegram ខ្ញុំផ្ទាល់បាន so bye bye អ្នកនរគ្នា